បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានេះដែរខ្ញុំនាំយកនៅអត្ថបទបន្តហេតុអ្វីបានជាជនជាតិខ្មែរមានជំនឿទៅលើខ្នាយតាន់ជ្រូកព្រៃតាមការស្រាវជ្រាវបានដឹងថាជ្រូកព្រៃមានទម្លាប់រស់នៅជាវងរបស់វានៅក្នុងវងនីមួយនៃជ្រូកព្រៃគេឃើញមានមេវងមួយជាជ្រូកឈ្មោលដែលមិនត្រឹមតែមានមាឌធំហើយខ្លាំងជាងគេប៉ុណ្ណោះទេវាថែមទាំងកាយសាហាវទៀតផងនៅក្នុងគណៈពេលដែលមានជ្រូកព្រៃទៅនឹងកើតមេវងជ្រូកព្រៃដ៏កាយសាហាវនេះខំសម្លាប់ភ្លាមនៅកូនជ្រូកឈ្មោលណាដែលវាទទួលស្គាល់ថាមានមហិទ្ធិឫទ្ធិដូចវាអ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានដឹងថាការបំផ្លាញកូនខ្លួនឯងដូចនេះបណ្ដាលមកពីមេវងខ្លាចក្រែងកូនឈ្មោលនៅក្នុងវងនេះនិងដណ្ដើមអំណាចធ្វើជាមេវងនៅថ្ងៃក្រោយទម្លាប់របស់ជ្រូកព្រៃនេះពុំមែនជារឿងចៃដន្យនៅក្នុងសង្គមសត្វដែលធ្វើឲ្យមានការរន្ធត់ចិត្តនោះទេតែនេះគឺជាច្បាប់ធម្មជាតិនៅពេលដែលមេវងជ្រូកព្រៃចិត្តស្លាប់ទើបវាទុកកូនឈ្មោលណាដែលប្រកបដោយលក្ខណៈសម្បត្តិរឹងមាំមានដុសខ្នាយវែងជាងគេដើម្បីទុកឲ្យដឹកនាំវងជ្រូកព្រៃជាបន្តពីវាទៀតចំពោះមេវងជ្រូកព្រៃដល់ពេលវាចាស់ជរាខ្លាំងទៅវាដើរទៅរកកន្លែងណាស្ងាត់និងមានដើមឈើផងដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់ទុកបង្កប់ចោលនៅទៅនឹងដើមឈើនោះមហិទ្ធិឫទ្ធិរបស់ខ្នាយតាន់នៅត្រង់ថាបារមីឬវត្ថុស័ក្តិសិទ្ធិជាពន្លឺនៅលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សាទុកគាំពៀជានិច្ចកាលបារមីនេះឯងដែលពិបាកនឹងមាននរណាមួយអាចសម្លាប់វាដោយងាយបានហើយដូច្នេះហើយបានជាប្រជាជនខ្មែរនៅតាមតំបន់ភ្នំដងរែកនិងតំបន់ភ្នំដទៃទៀតមានជំនឿថាអ្នកដែលរើបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់គេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខានបារមីនៃខ្នាយតាន់នេះនិងរក្សាការពារមិនឲ្យសត្រូវចិត្តឆ្ងាយមកបៀតបៀនឬយកឈ្នះលើខ្លួនបានឡើយអ្នកមានខ្នាយតាន់ជ្រូកព្រៃគេតែងតែមានត្រណមមួយចំនួនដែលគេកាន់យ៉ាងខ្ជាប់ខ្ជួនគួបផ្សំទៅនឹងមន្តអាគមជាបន្តទៀតផងដែរនោះកាន់តែធ្វើឲ្យខ្នាយតាន់ជ្រូកព្រៃមានបារមីខ្លាំងក្លាថែមទៀតផងចំពោះបងប្អូនជនជាតិខ្មែរលើរហូតមកដល់ពេលនេះពួកគេនៅតែមានជំនឿខាងលើជាទំនៀមប្រពៃណីប្រចាំជនជាតិគេផងដែរគេយល់ថាចំពោះបារមីខ្នាយតាន់ជ្រូកព្រៃនិងការពារសត្វព្រៃដ៏កាយសាហាវផ្សេងឬអាវុធដូចជាព្រួញសជាដើមដែលហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើងឬជាតិផ្ទុះឡើយសរុបសេចក្តីមកតាមទស្សនៈខាងលើនេះជំនឿទៅលើខ្នាយតាន់ជ្រូកព្រៃរបស់ជនជាតិខ្មែរយើងអាចឆ្លុះបញ្ចាំងឲ្យឃើញថាទស្សនៈរបស់មនុស្សនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចណាមួយគេប្រាថ្នាតែបានសេចក្តីសុខនិងភាពត្រជាក់ត្រជុំតែប៉ុណ្ណោះហើយជំនឿនេះរមែងជាមេធៀងនៃខឿនវប្បធម៌និងអរិយធម៌របស់ជនជាតិមួយផងដែរបើចង់សូមបញ្ចប់នៅអត្ថបទនេះតែត្រឹមនេះសិនបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមជួយចុច Subscribe ដើម្បីទទួលបានអត្ថបទផ្សេងទៀតបាទសូមអរគុណនិងសូមគោរពលា